ជំរាបសួរបងប្អូនអ្នកគ្នាបាទស្វាគមន៍មកកាន់ការវិភាគតម្លៃហាងឆេងមាសនិងរូបិយប័ណ្ណបរទេសជាប្រចាំថ្ងៃបងប្អូនបាទយើងឃើញថាតម្លៃហាងឆេងមាសកាលពីសប្តាហ៍មុនអត់មានការប្រែប្រួលទៅណាឆ្ងាយទេបាទហើយយើងឃើញថាតនន័យណានហ្វាមកាលពីថ្ងៃសុក្រសប្តាហ៍មុនដូចគ្នាគឺអត់ធ្វើឲ្យតម្លៃហាងឆេងមាសមានការប្រែប្រួលទៅណាឆ្ងាយទេហើយបងប្អូនដែលគាត់ទិញលក់នៅក្នុងចន្លោះព័ត៌មានហ្នឹងគឺទទួលបានផលចំណេញច្រើនមែនទែនបាទអញ្ចឹងថ្ងៃនេះយើងមកវិភាគតម្លៃហាងឆេងមាសនៅថ្ងៃទី10ខែ3ឆ្នាំ2025បន្តទៀតថាតើយើងគួរតែទិញលក់នៅក្នុងតម្លៃណាខ្លះហើយបងប្អូនដែលគាត់ទិញមាននៅខាងក្រៅយើងគួរតែរងចាំទិញនៅក្នុងតម្លៃណាដែលល្អតោះអញ្ចឹងនេះគឺជាការវិភាគតម្លៃហាងឆេងមាសនៅក្នុង time frame 1ម៉ោងឬក៏បង្គោល1ម៉ោងប៉ុន្តែបើសិនជាបងប្អូនចង់វិភាគល្អខ្ញុំ recommend ទៅមើលបង្គោលមួយថ្ងៃមួយខ្ញុំបន្តិចបាទមុននឹងមកមើលមួយថ្ងៃខ្ញុំឲ្យបងប្អូនអរគ្នាមើលមួយអាទិត្យបន្តិចបាទយើងឃើញថាបង្គោលមួយសប្តាហ៍កាលពីសប្តាហ៍មុនបានបិទជាពណ៌ក្រហមតម្លៃមាសបានបញ្ជាក់ប្រាប់យើងថាមានអ្នក sell ច្រើនកាលពីសប្តាហ៍មុនណាបាទមុនមួយទៀតណាបងប្អូនបាទប៉ុន្តែកាលពីសប្តាហ៍មុននេះបាទសប្តាហ៍មុនតិចហ្នឹងគឺអ្នកទិញបាទចាប់ផ្ដើមមានការកើនឡើងវិញហើយមានន័យថាមាសចាប់ផ្ដើមមានតម្រូវការបន្តទៀតហើយបាទអញ្ចឹងជាអាចគេហៅថាអាចបញ្ជាក់ប្រាប់យើងបានដែរថានៅក្នុងសប្តាហ៍នេះតម្លៃហាងឆេងមាសអាចនឹងមានឱកាសនៅក្នុងការកើនឡើងបន្ថែមទៀតបាទនេះដែលយោងទៅតាមការមើលទៅលើបង្គោលមួយសប្តាហ៍ណាបាទប៉ុន្តែយើងក៏លេចមើលបង្គោលមួយថ្ងៃទោះបីជាយើងដឹងថាមួយសប្តាហ៍ឡើងមិនក៏ដោយប៉ុន្តែមួយថ្ងៃយើងរកកន្លែងទិញថាតើយើងគួរតែទិញនៅក្នុងតម្លៃណាដែលល្អតោះអញ្ចឹងខ្ញុំមាន support ហើយ resistance សម្រាប់បង្គោលមួយថ្ងៃបាទបើសិនជាបងប្អូនចង់ទិញល្អហើយងាយនៅក្នុងទទួលបានការបានផលចំណេញបាទអាចខ្ទង់តំបន់2880បាទឬក៏យ៉ាងច្រើនបំផុត2890ចាំទិញល្អទាំងបងប្អូននៅទិញរយៈពេល long term ឬក៏បងប្អូនទិញមាសខាងក្រៅបាទហើយបើសិនជាបងប្អូនដែលគាត់ចង់គេហៅថាលក់រយៈពេលខ្លីក៏បានហើយអាចចន្លោះខ្ទង់5-10លេខទៅ20លេខអាចចម្រងចាំលក់នៅតម្លៃ2930ខ្ញុំនិយាយជាមួយនឹងការទិញសិនណាព្រោះយើងឃើញការឡើងច្រើនជាងតោះអញ្ចឹងយើងមានតម្លៃ2880ឬក៏2890និងមួយទៀត2855ឬក៏2860ចាំបងប្អូនអរគ្នាទិញល្អណាបាទហើយយើងឃើញថាការពីថ្ងៃសុក្រគឺអត់មានបិទតាណាឆ្ងាយទេមានន័យថាទីផ្សាររងចាំព័ត៌មានព្រឹត្តិការណ៍ធំបន្ថែមទៀតបាទថ្ងៃពុធនេះយើងមានព័ត៌មានសំខាន់អញ្ចឹងសួរថាតើយើងគួរតែធ្វើម៉េចសម្រាប់ថ្ងៃច័ន្ទនេះយើងអាចទិញលក់ខ្លីៗទៅល្អណាបាទទិញលក់ខ្លីៗល្អតោះសូមបញ្ជាក់បន្តិចថាថ្ងៃនេះយើងអត់មានទិន្នន័យសំខាន់ទេសម្រាប់លុយដុល្លារអញ្ចឹងបងប្អូនអរគ្នាអាច trade បានតាមសបាយទាំងការទិញទាំងការលក់កំណត់ stop loss ឲ្យបានត្រឹមត្រូវអូខេណាបងប្អូនបាទពីខ្ញុំទៅថ្ងៃច័ន្ទយើង trade ខ្លីៗទៅក៏ល្អដែរតោះអញ្ចឹងយើងមាន support ក៏ដូចជា resistance បាទចំនួន3បាទអញ្ចឹងបងប្អូនដោយសារតែមាសការពីព្រឹកមិញវាឡើងឲ្យធ្លាក់មកក្រោមវិញខ្ញុំបានប្រាប់ទៅដល់អតិថិជនខ្ញុំដែររងចាំទិញបាទខ្ញុំមានតម្លៃនៅក្នុងការទិញចំនួន3ទី1 2902និង06បងប្អូនដែលគាត់ទិញលក់ទៅលើតម្លៃហាងឆេងមាសនៅលើទីផ្សារអន្តរជាតិរងចាំទិញនៅក្នុងតម្លៃហ្នឹងទៅបាទរឿងតេស្តបាយណាមានថាយើងសាកល្បងនៅក្នុងការទិញ290206មួយទៀត2890និង$94នៅក្នុង1អោនបាទនិងចុងក្រោយតម្លៃទាបបំផុតគឺ2878និង$82នៅក្នុង1អោនបាទតម្លៃ3ហ្នឹងគឺបងប្អូនអ្នកគ្នារងចាំទិញបានទាំង3ណាបងប្អូនណាបាទបើយើងក៏លេខជាមួយនឹងការលក់វិញបាទ2928និង32ដែលតម្លៃមាសបុកអត់បែកទេទាំងថ្ងៃសុក្រទោះបីជាព័ត៌មានធំយ៉ាងណាក៏ដោយយើងរងចាំលក់នៅហ្នឹងបាទទី2 2942និង46យើងចាំលក់ដូចគ្នានិងចុងក្រោយតម្លៃខ្ពស់បង្អស់សម្រាប់មាស2954និង$58នៅក្នុង1អោនអញ្ចឹងសម្រាប់បងប្អូនអ្នកដែលគាត់ទិញលក់នៅលើទីផ្សារអន្តរជាតិផ្ទាល់បាទយើងអាចទិញលក់នៅក្នុងចន្លោះតម្លៃដែលខ្ញុំចាប់ឲ្យនឹងក៏បានបងប្អូនទាំងអស់គ្នាទិញលក់ខ្លីៗជាគេហៅថាជាទេពកោសល្យរបស់បងប្អូនក៏បានដូចគ្នាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ទិញលក់តម្លៃហាងឆេងមាសជាមួយខ្ញុំអាច scan QR code ខាងឆ្វេងដៃបងប្អូនទាំងអស់គ្នានឹងទទួលបាន Telegram របស់ខ្ញុំឆាតមកខ្ញុំផ្ទាល់ខ្ញុំនឹងបើកគណនីសម្រាប់ទិញលក់តម្លៃហាងឆេងមាសជូនបងប្អូនទាំងអស់គ្នាតែម្ដងបាទអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទជម្រាបលាជួបគ្នានៅពេលថ្ងៃជាមួយនឹងការ live បន្ថែមទៀតបាទអរគុណ